សួស្តីបងប្អូនទាំងអស់គ្នាត្រូវបង្កើត invoice ដោយដៃទេ hôm nay ខ្ញុំបង្ហាញ website មួយដែលអាចបង្កើត invoice បានតាមបែប digital ដំបូងយើង login ចូល website បន្ទាប់មកយើងចូល menu customer យើងបង្កើតឈ្មោះអតិថិជនរបស់យើងដែលមានព័ត៌មានដូចជា name លេខទូរស័ព្ទនិងព័ត៌មានផ្សេងៗទៀតដូចជាបងប្អូនបានឃើញនៅក្នុងការបង្ហាញរបស់ខ្ញុំបាទបន្ទាប់ពីបងប្អូនមកពេញព័ត៌មានហើយរួច sale យើងចុចមកកាន់ module invoice បន្ទាប់មកបងប្អូនចុច create យើងនឹងមានឃើញ template ជាច្រើនសិតសឹងតែជា invoice ស្អាតៗយើងអាចរើស template ដែលយើងពេញចិត្តបន្ទាប់មកចុច OK យើងរើស customer ដែលយើងត្រូវចេញ invoice ឲ្យរើស currency ដែលយើងមាន2គឺដុល្លារនិងប្រាក់រៀលបន្ទាប់មកយើងបញ្ចូលព័ត៌មាន item របស់យើងដែលជា product ដែលបងប្អូនលក់ទៅឲ្យអតិថិជនរបស់យើងក្រោយពីបញ្ចូលព័ត៌មានរួចយើងអាចចុច save ហើយ print បាននិងអាច send វិក័យប័ត្រទៅកាន់ customer ឬអតិថិជនរបស់បងប្អូនបានតាមរយៈ social media ផ្សេងៗដូចជា Facebook Telegram ជាដើមបងប្អូនអាច print ឬក៏ save សម្រាប់ទូរស័ព្ទដៃក៏អាចប្រើប្រាស់បានផងដែរនៅពេលដែល invoice បងប្អូនអត់មាន logo យើងអាចចូល my profile upload logo បងប្អូនបញ្ចូលនៅក្នុង system របស់យើងបន្ទាប់មកចុច save បន្ទាប់មកយើងចូលទៅកាន់ invoice យើងចុច edit invoice ដែលបងប្អូនបង្កើតបន្ទាប់មកយើងចុច print យើងនឹងឃើញថាវាមាន logo ដែលយើងបានដាក់អំបញ្ញវិញហើយបងប្អូនក៏អាច select template ជាច្រើនដែល free បានផងដែរមួយវិញទៀតយើងក៏មាន dashboard ដែលជា business overview ដែលបង្ហាញអំពី report ចំនួន order និងចំនួន customer យើងហើយក៏មាន shortcut menu ដូចជា create invoice create customer និង export ជាដើមនៅក្នុងករណីដែលបងប្អូនបញ្ចូលព័ត៌មាននៅក្នុង module invoice ប៉ុន្តែបងប្អូនមិនទាន់បញ្ចូល customer យើងក៏មានកន្លែង add customer មួយផងដែរដែលបងប្អូនអាចបញ្ចូលព័ត៌មានរបស់ customer របស់បងប្អូនដោយមិនចាំបាច់ទៅកាន់ module customer បងប្អូនចុច save វានឹង select auto customer automatic នៅក្នុងការបង្កើត invoice របស់បងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទ